ក្នុងរយៈពេល9ឆ្នាំកន្លងមកនេះ AIA Cambodia បានបន្តផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាតាមរយៈការធានារ៉ាប់រងជីវិតនិងសុខភាពដើម្បីធានាថាលោកអ្នកតែងតែទទួលបានការការពារដែលសមស្របនឹងស្ថានភាពថែទាំសុខភាពបច្ចុប្បន្នយើងតែងតែពិនិត្យមើលគម្រោងធានារ៉ាប់រងរបស់យើងជាប្រចាំដើម្បីអាចឆ្លើយតបនឹងតម្លៃព្យាបាលដែលកើនឡើងជារៀងរាល់ឆ្នាំថ្លៃព្យាបាលនិងសេវាសុខភាពកំពុងឡើងថ្លៃជាបន្តបន្ទាប់ដែលកើតចេញពីកត្តាចម្បងដូចជាទី1តម្រូវការសេវាថែទាំសុខភាពកើនឡើងមនុស្សជាច្រើនមានបំណងប្រើសេវាវេជ្ជសាស្ត្រឯកទេសកាន់តែច្រើនបង្កើនការប្រើប្រាស់សេវាសុខភាពទាំងមូលនិងការចំណាយជាក់ស្ដែងទី2ជំងឺមិនឆ្លងកើនឡើងដោយសាររបៀបរស់នៅបច្ចុប្បន្នការញ៉ាំអាហារដែលមិនល្អចំពោះសុខភាពញឹកញាប់និងលក្ខខណ្ឌការងារគឺជាកត្តាដែលនាំឲ្យកើតជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែមជំងឺបេះដូងជំងឺតម្រងនោមនិងមហារីកដែលជាជំងឺដែលត្រូវការព្យាបាលរយៈពេលវែងនិងមានតម្លៃខ្ពស់ទី3បច្ចេកវិទ្យាវេជ្ជសាស្ត្រថ្មីៗនិងថ្នាំទំនើបធ្វើឲ្យថ្លៃព្យាបាលកើនឡើងផលិតផលវេជ្ជសាស្ត្រថ្មីៗនិងថ្នាំអនុវត្តថ្មីៗបានធ្វើឲ្យថ្លៃព្យាបាលកើនឡើងនៅក្នុងតំបន់និងពិភពលោកក្រឡេកមកមើលអតិផរណាសេវាវេជ្ជសាស្ត្ររបស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ2026ដែលប្រទេសកម្ពុជាយើងស្ថិតនៅអតិផរណាសេវាវេជ្ជសាស្ត្រកើនដល់ 13.2% ក្នុងឆ្នាំ2025ហើយត្រូវបានប៉ាន់ស្មានថានឹងឡើងដល់ 14% ក្នុងឆ្នាំ2026ដែលជាអត្រាកើនឡើងខ្ពស់ជាងតំបន់ផ្សេងៗនេះមានន័យថាតម្លៃសម្រាប់ព្យាបាលនិងសេវាថែទាំសុខភាពនៅកម្ពុជាក៏នឹងត្រូវរងឥទ្ធិពលដូចគ្នាឧទាហរណ៍ជាក់ស្ដែងបើក្នុងឆ្នាំមុនកញ្ចប់សម្រាប់ព្យាបាល$10,000ក្នុងមួយឆ្នាំអាចប្រើប្រាស់សម្រួលថ្លៃសម្រាប់ព្យាបាលប្រហែល10ដងក្នុងឆ្នាំ2026ជាមួយអតិផរណាសេវាវេជ្ជសាស្ត្រកើនដល់ 14% កញ្ចប់$10,000ដដែលអាចប្រើបានត្រឹមប្រហែល7ដងប៉ុណ្ណោះនេះបង្ហាញថាតម្លៃព្យាបាលកើនឡើងលឿនជាងតម្លៃអត្រាសំណងធានារ៉ាប់រងប្រសិនបើមិនធ្វើការកែសម្រួលឲ្យសមស្របជាប្រចាំតើហេតុអ្វី AIA Cambodia ធ្វើការពិនិត្យគម្រោងជាប្រចាំក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងទាំងអាយុជីវិតនិងសុខភាពដើម្បីឆ្លើយតបនឹងការកើនឡើងនៃថ្លៃសេវាព្យាបាលយើងត្រូវពិនិត្យបណ្ណសន្យារ៉ាប់រងរបស់អតិថិជនជាប្រចាំកែសម្រួលបុព្វលាភប្រសិនបើចាំបាច់ធានាថាអតិថិជននៅតែទទួលបានអត្ថប្រយោជន៍សុខភាពដែលមានតម្លៃនិងសមស្របជាមួយស្ថានភាពទីផ្សារថែទាំសុខភាពបច្ចុប្បន្នគោលបំណងរបស់យើងខ្ញុំគឺធានាថាលោកអ្នកនិងគ្រួសារទទួលបានអត្ថប្រយោជន៍លើការធានាសុខភាពពេញលេញទោះបីជាតម្លៃព្យាបាលកំពុងផ្លាស់ប្ដូរជារៀងរាល់ឆ្នាំក៏ដោយ